ជំរាបសួរប្រិយមិត្តជាទីមេត្រីបាទសួស្តីក្មួយៗសិស្សានុសិស្សជាទីស្នេហាបាទហើយវិទ្យាល័យ Glen យើងនៅតែបន្តបတ်តែអញ្ចឹងដើម្បីបាននៅការជ្រាបនៃចំណេះដឹងដល់ក្មួយៗគ្រូក៏ធ្វើកូនវីដេអូខ្លីៗបញ្ញត្តិនៅក្នុងមេរៀនរបស់យើងគឺពីថ្ងៃមុនគូបានបង្ហាញអំពីលំហាត់ប្រតិបត្តិអំពីសំណុំតាមការរៀបរាប់ឈ្មោះធាតុបាទតែថ្ងៃនេះយើងនឹងចូលចំណុចមួយទៀតគឺសំណុំតាមលក្ខណៈរួមនៃធាតុហើយនឹងយកលំហាត់ប្រតិបត្តិមកបកស្រាយបង្ហាញជូនបងប្អូនក្មួយៗបាទតោះអញ្ចឹងយើងចាប់ផ្ដើមក្នុងមេរៀនរបស់យើងសំណុំតាមលក្ខណៈរួមនៃធាតុបាទជាទូទៅសំណុំតាមលក្ខណៈរួមនៃធាតុហ្នឹងគឺជាទូទៅសំណុំនៃ x ដែលផ្ទៀងផ្ទាត់លក្ខខណ្ឌដែលគេឲ្យដែលគេកំណត់ដោយបាទ x ដែល x ផ្ទៀងផ្ទាត់លក្ខខណ្ឌគេឲ្យមានថាគេគាត់ដាក់ x មកឯង x ហ្នឹងគឺនិយាយទៅពីលក្ខណៈរបស់ធាតុរបស់វាហ្នឹងគេហៅថាលក្ខណៈរួមនៃធាតុបាទដើម្បីកាន់តែច្បាស់តោះយើងមើលលំហាត់ប្រតិបត្តិនៅក្នុងសៀវភៅគោលរបស់យើងគេថាឲ្យយើងកំណត់សំណុំតាមលក្ខណៈរួមនៃធាតុនិងតាមការរៀបរាប់ឈ្មោះធាតុគេដាក់មកនេះដើម្បីឲ្យយើងមើលសង្កេតមើលថាលក្ខណៈរួមនៃធាតុគេសេវាម៉េចលក្ខណៈរៀបរាប់ឈ្មោះធាតុគេសេវាម៉េចហើយគេឲ្យយើងកំណត់លេខចំនួនធាតុបាទលំហាត់កសំណុំចំនួនគុណសេសវិជ្ជមានតូចជាងឬស្មើ10បាទលំហាត់ខសំណុំចម្លើយនៃសមីការ x ដក1កតានឹង x ដក3ស្មើ0បាទកសំណុំចំនួនគុណសេសវិជ្ជមានដែលតូចជាង20និងធំជាង2បាទអញ្ចឹងបងប្អូនក្មួយៗសាកយកប៊ិចសៀវភៅមកធ្វើលំហាត់នេះសាកហើយចាំទៀងផ្ទាត់ចម្លើយជាមួយគ្រូបាទពួកយើង stop វីដេអូតិចមកអញ្ចឹងបើធ្វើរួចហើយតោះផ្ទៀងផ្ទាត់ចម្លើយជាមួយគ្រូបាទតើយើងធ្វើរបៀបម៉េចទៅចម្លើយរបស់វាបាទអញ្ចឹងយើងមើលលំហាត់កសំណុំចំនួនគុណសេសវិជ្ជមានតូចជាងឬស្មើ10បាទដើម្បីសរសេរសំណុំមួយតើយើងត្រូវធ្វើអីដំបូងបាទយើងកំណត់ឈ្មោះសំណុំបាទយើងយកអក្សរណាមួយអក្សរបារាំងឬអក្សរអង់គ្លេសជាអក្សរធំមកដាក់ឈ្មោះនៃសំណុំហើយធាតុរបស់វាយើងជ្រើសរើសយកអក្សរដៃអក្សរតូចហ្នឹងជាតំណាងនៃធាតុហើយយើងនិយាយពីលក្ខណៈរួមរបស់វាសម្រាប់គ្រូលំហាត់កនេះគឺតាអក្សរ A ហើយធាតុរបស់វាតាអក្សរ N បាទអញ្ចឹងលក្ខណៈរួមនៃធាតុគឺយើងសរសេរបានគឺ A ស្មើនឹងណា N ដែល N ជាចំនួនគុណសេសវិជ្ជមានតូចជាងឬស្មើ10ឃើញទេអានឹងគេហៅថាលក្ខណៈរួមនៃធាតុមានថា N គឺជាសំណុំ x ហ្នឹង x សំទោស n ហ្នឹងគឺជាសំណុំធាតុនៃ a នៃសំណុំ a ដែល n ជាចំនួនគុណសេសវិជ្ជមានតូចជាងឬស្មើ10អាហ្នឹងគេហៅថាលក្ខណៈរួមនៃធាតុគេនិយាយទៅពីលក្ខណៈ n ទេណាចុះការរៀបរាប់ឈ្មោះធាតុយើងនេះមិនទៅមានន័យថាយើងត្រូវសរសេរឈ្មោះធាតុទាំងអស់ដែលជាធាតុនៃសំណុំ A ហ្នឹងដាក់ចូលនៅក្នុងនិមិត្តចាស់សំណុំហ្នឹងគឺការរៀបរាប់ឈ្មោះធាតុគឺរបៀបនេះបាទអញ្ចឹងចំនួនសំណុំចំនួនគុណសេសវិជ្ជមានតូចជាងឬស្មើ10មានអីខ្លះបាទនេះសំណុំ A ស្មើនឹង1 3 5 7 9បាទនេះហើយគេហៅថាការសរសេររៀបរាប់ឈ្មោះធាតុព្រោះធាតុវាមានប្រមាណយើងរៀបរាប់មកទាំងអស់តោះនេះអានឹងគេហៅថាការសរសេររៀបរាប់ឈ្មោះធាតុសំណុំតាមការរៀបរាប់ឈ្មោះធាតុបាទហើយបន្ទាប់មកគេឲ្យយើងកំណត់ចំនួនធាតុដូចនេះn នៃ a ស្មើនឹង5មានន័យថាចំនួនធាតុនៃសំណុំ a គឺស្មើ5 n នេះមកពីពាក្យ number ហ្នឹងហើយ a នេះគឺតំណាងឲ្យសំណុំបាទ5គឺចំនួនធាតុបាទយើងរកយើងឃើញ5ធាតុមែនទេបាទអញ្ចឹងលំហាត់កគឺចប់ប៉ុណ្ណឹងអ្នកណាខ្លះធ្វើត្រូវឥឡូវយើងមើលលំហាត់ខទៀតសំណុំចម្លើយនៃសមីការ x ដក1កតានឹង x ដក3ស្មើ0បាទអញ្ចឹងយើងធ្វើអីដូចគ្នាដំបូងមិញគឺយើងត្រូវកំណត់ឈ្មោះសំណុំដែលតាំងអក្សរបារាំងឬអង់គ្លេសអក្សរធំបាទហើយតំណាងឲ្យធាតុរបស់វាគូសួរថាតើអាចយក
អក្សរទូចណាមួយក្រៅពី x បាននេះដើម្បីតាងឲ្យធាតុនេះសំណុំបើគ្រូគូតាអក្សរ b ណាមិញណាបាននេះគឺអត់បានទេព្រោះអីព្រោះគេថាចំណុចនៃសមីការយើងគឺជាសមីការ degree ទី2មានអញ្ញត្តិ x មួយអញ្ញត្តិគឺអញ្ញត្តិ x អញ្ចឹងធាតុរបស់វាគឺទៅតាម x ដែរបាទអញ្ចឹងគេបានសំណុំ b ស្មើនឹង x ដែល x ជាចំណុចនៃសមីការ x ដក1តែ x ដក3ស្មើ0បាទ x នេះគឺជាឫសរបស់សមីការនេះបើមិនមែនជាឫសរបស់សមីការនេះគឺអត់យកបានដែរអានេះគេហៅថាលក្ខណៈរួមនៃធាតុតោះអញ្ចឹងសរសេរតាមការរៀបរាប់ឈ្មោះធាតុតែយើងរើសយកលេខចំនួនប្រមាណខ្លះដាក់លើនេះបាទធ្វើម៉េចបានណាបាទគឺយើងត្រូវយកសមីការនេះមកដោះស្រាយគឺ x ដក1កតានឹង x ដក3មកដោះស្រាយឲ្យវាស្មើ0ណានេះគឺជាសមីការ degree ទី2ហើយគឺដាក់ជាផលគុណតាស្លាច់ហើយស្រួលទេអញ្ចឹងដើម្បីរកឫសនៃផលគុណ2កតាស្មើ0តែយើងធ្វើម៉េចយើងឲ្យកតានីមួយៗស្មើ0 x ដក1ស្មើ0ឬ x ដក3ស្មើ0បាទជាយើងទាញយក x មកជាយើងឃើញថា x ស្មើ1ឬក៏ x ស្មើ3អញ្ចឹងធាតុនៃសំណុំ b មាន1ហើយនឹង3បាទអញ្ចឹងនេះជាការសរសេររៀបរាប់ឈ្មោះធាតុ b ស្មើ1 3ហ្នឹងឯងបាទអញ្ចឹងចំនួនធាតុនៃសំណុំ b គឺអីបាទ n នេះ b ស្មើនឹង2ព្រោះមានតែ2ធាតុហ្នឹងអាហ្នឹងបាទអញ្ចឹងលំហាត់ខរបស់យើងគឺចប់ហើយអញ្ចឹងយើងចូលលំហាត់កគេថាសំណុំចំនួនគុណសេសវិជ្ជមានដែលតូចជាង20និងធំជាង2ចំនួនគុណសេសវិជ្ជមានអញ្ចឹងអ្នកទាំងអស់គ្នាតាំងឈ្មោះសំណុំដូចមុនដែរតែយើងតាអក្សរអីបើសម្រាប់គូតាអក្សរ C បើពួកយើងស្ដាយអក្សរអីយើងដាក់នោះទៅតែអក្សរធំណាបាទហើយទៀតវាគូតាំង E កន្លែងទៅពួកយើងតាអក្សរអីដែរបាទគូតាំង E កន្លែងអញ្ចឹងគេបានសំណុំ C ណាធាតុវា E កន្លែងដែល E កន្លែងចំនួនគុណសេសវិជ្ជមានតូចជាង20និងធំជាង2តោះសរសេរតាមការរៀបរាប់ឈ្មោះធាតុបាទចំនួនគុណសេសវិជ្ជមានតូចជាង20ធំជាង2អញ្ចឹងធំជាង2មានអីខ្លះចំនួនគុណសេសណាបាទគឺ3 5 7 9 11 13 15 17 19បាទយើងយកលឿននឹងបានទេអត់បានទេព្រោះគេថាតូចជាងមក20បាទហើយធំជាង2បាទឆៃតែជាចំនួនគុណសេសអានឹងគេហៅថាសេតាមការរៀបរាប់ឈ្មោះធាតុបាទអញ្ចឹងចំនួនធាតុមានប៉ុន្មានតោះចំនួនធាតុនៃសំណុំ C គឺដូចនេះ n នៃ C ស្មើនឹងបាទ9ធាតុអញ្ចឹងលំហាត់របស់យើងគឺចប់ប៉ុណ្ណាហើយអញ្ចឹងកិច្ចការដែលពួកយើងត្រូវធ្វើដោយចង់ចេះនៅលំហាត់នេះសរសេរសំណុំនេះគឺសូមឲ្យពួកយើងទៅធ្វើលំហាត់នៅក្រោយមេរៀនឲ្យអស់ហើយពេលចប់មេរៀននេះគូនឹងទម្លាក់Google Form ឲ្យពួកយើងធ្វើលំហាត់បាទណាឲ្យពួកយើងធ្វើប៉ុន្តែចាំចប់មេរៀនសិនខ្ញុំគូទម្លាក់ Google Form ឲ្យពួកយើងធ្វើបាទអញ្ចឹងវីដេអូយើងថ្ងៃនេះគឺ slide តែត្រឹមនេះសិន